ជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នាមកកាន់ខ្ញុំបាទ Proton Gaming ថ្ងៃនេះដែរយើងមកធ្វើការវឹកហាត់ទៅនឹងចំណេះដឹងគូក្បាលរបស់យើងនៅក្នុងការធ្វើភារកិច្ចដើម្បីឆាប់ទទួលបាននៅ skin របស់Gara ដែលជា skin free នៅក្នុង event Naruto នៅក្នុងចំណោម skin ទាំង5ហើយការវឹកហាត់របស់យើងគឺមានចំនួន3បែបដែលជា question នៅក្នុងការដាក់ឲ្យដែលទី1គេហៅថាevent ដំណាក់កាល Gen Jinsu ហ្នឹងគឺគេឲ្យយើងធ្វើរូបភាពចុចទៅលើរូបភាពខាងឆ្វេងនិងខាងស្ដាំយើងមើលលក្ខណៈខុសគ្នានៃរូបទាំងពីរតើមួយណាខុសយើងចុចទៅលើនឹងយកចុចខុសឲ្យវានឹងកាត់វិនាទីយើងនៅក្នុងការប្រកួតក៏ប៉ុន្តែបើសិនជាយើងខុសរហូតក៏អត់អីដែរយើងអាចលេងបានរហូតក៏ប៉ុន្តែយើងអត់អាចទៅដំណាក់កាលបន្តបានអញ្ចឹងសូមធ្វើការពិនិត្យមើលអាហ្នឹងយើងត្រូវប្រើគូក្បាលដែរឲ្យដំណាក់កាលនៃវិញ្ញាសាទាំង3ហ្នឹងខ្ញុំគិតថាវិញ្ញាសានៃការមើលរូបភាពខុសគ្នារវាងរូបទី1និងរូបទី2ហ្នឹងគឺមានលក្ខណៈពិបាកជាងវិញ្ញាសាមានជើងស៊ូនិងតៃចិនស៊ូដែរហើយអ្នកទាំងអស់គ្នាមើលបើមើលអត់ទាន់យើងអាចស្កប់វីដេអូបានដោយសារដែលខ្ញុំគ្រីសតវីដេអូនេះហើយបានខ្ញុំធ្វើការបញ្ចូលស្លេងអញ្ចឹងវាមានលក្ខណៈអត់ស៊ីជាមួយនឹងវីដេអូទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទៅតាមនឹងបានហើយធ្វើតាមទៅបើសិនជារោគចំណុចខុសគ្នានៃរូបភាពទី1និងរូបភាពទី2អត់ត្រូវអីគឺមើលតាមនឹងបានហើយរូបដែលពិបាកជាងគេទីទៀតគឺដល់ហើយគឺរូបរបស់លូកាសគឺខ្ញុំចុចតម្រាំទៅត្រូវគឺចំណាយពេលរហូតទៅដល់10នាទីក្រៅពីហុកហ្នឹងគឺវារៀងងាយស្រួលសម្រាប់ខ្ញុំប៉ុន្តែវិញ្ញាសាទាំងអស់វាមានលក្ខណៈខុសបែបពីគ្នាវិញ្ញាសាខ្លះអ្នកខ្លះទៅគាត់ថាស្រួលតែចំពោះអ្នកខ្លះទៅគាត់ថារៀងពិបាកអញ្ចឹងតិចនៃរបស់មនុស្សគឺខុសគ្នានេះគឺកន្លែងនេះគឺខ្ញុំធ្វើការខុសច្រើនដងមែនតើបាទតម្រាំតាបានមកវីដេអូនឹងចូលដំណាក់កាលបន្ទាប់គឺយូរមែនតើតម្រាំទៅហួរឃើញខ្ញុំចុចខុសហៅកាប់ពិតវានៅក្រោមឃ្លៀករបស់លូកាសខ្ញុំរកឃើញទេបន្ទាប់មកដំណាក់កាលបន្ទាប់យើងទៅដល់រូបភាពមើលរូបភាពខុសគ្នារវាងការលាខាងឆ្វេងនិងការលាខាងស្ដាំកន្លែងនេះក៏វាមិនសូវជាពិបាកប្រហែលដែរក៏ប៉ុន្តែយើងអាចស៊ីពេប៉ុន្តែរូបនេះខ្ញុំដូចជាអត់ធ្វើការខុសទេគឺវារៀងស្រួលជាងរូបមិញដែរហើយអ្នកទាំងអស់គ្នាបើមើលអត់ទាន់ខ្ញុំអាចនិយាយម្ដងទៀតថាយើងអាចស្កប់វីដេអូក៏ធ្វើឲ្យវីដេអូនឹងយឺតនៅក្នុងការស្រួលមើលនិងស្រួលធ្វើតាមបើសិនជាវាជាវិញ្ញាសាមួយដែលអ្នកទាំងអស់គ្នាគិតថាពិបាកពេលខ្លះយើងគិតថាវាស្រួលប៉ុន្តែមើលចុះមើលឡើងវាអត់ស្រួលប្រហែលដែរហ្នឹងគឺរូបយើងមើលទី4ដល់យូរទៅវាមាន4កលៈងំទៅត្រូវអញ្ចឹងវាទៅវារៀងពិបាកអញ្ចឹងធ្វើការ start សារថ្មីម្ដងទៀតហូបវាមានកន្លែងមឹកនោះខុសមួយកន្លែងខ្យងជាមួយនឹងរូបភាពនៅលើកពតមួយមានមួយអត់អញ្ចឹងហើយ event នេះគឺគេឲ្យតែ6ដំណាក់កាលសិនហើយដំណាក់កាលទី7ដល់ដំណាក់កាលទី10យើងធ្វើនៅថ្ងៃទី9ខែ5បានធ្វើកើតហើយបន្ទាប់មកយើងទាំងអស់គ្នាចូលដល់វិញ្ញាសាទី2ដែលវិញ្ញាសានេះគឺគេហៅថា Ninjutsu ដែលកន្លែងការកសិលោកគ្រូកាកាស៊ី sorry គាត់ធ្វើដៃយើងធ្វើតាមនៅរូបខាងឆ្វេងធ្វើមិនអីត្រូវវិញ្ញាសានេះវាមានលក្ខណៈងាយស្រួលជាងវិញ្ញាសាមើលរូបភាពខុសគ្នាទេចំពោះខ្ញុំចំពោះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរវិញ្ញាសានេះគឺកន្លែងរូបNaruto ញ៉ាំមីហិលញ៉ាំមីអីទេខ្ញុំមើលរឿងសម្រាយគេថាញ៉ាំមីហិលហ
ហើយមានសារនេះអ្នកទាំងអស់គ្នាធ្វើយឺតក៏បានដែរអត់អីតែយើងអាចធ្វើតន់ឲ្យមើលរូបខាងឆ្វេងគេយកដៃធ្វើម៉េចចាក់ខោមឡើងលើទៅឆ្វេងទៅស្ដាំទៅត្រង់អីយើងអាចធ្វើតាមនៃរូបភាពខាងឆ្វេងទៅហើយយើងចុចទៅកុំឲ្យខុសយូរទៅវារៀងដាក់រូបភាពរៀងច្រើនជាងមុនដូច្នេះយើងរៀងមើលទៅរៀងញ៉ៃតិចអញ្ចឹងយើងធ្វើម៉េចឲ្យបកកែសកេតតិចពីដំណាក់កាលទៅមកដំណាក់កាលវារៀងច្រើនវាចាប់ពី3ទៅ4ពី4ទៅ5ពី5ទៅ6រហូតទៅដល់អាចច្រើនជាងនឹងទៀតនៅក្នុងវិញ្ញាសាបន្តប៉ុន្តែចំពោះខ្ញុំវានៅតែមានលក្ខណៈងាយស្រួលតែនៅក្នុងវិញ្ញាសាដែលមានឈ្មោះថានាងចិនស៊ូរបស់រូបនេះញ៉ាំមីនឹងរូបរបស់ណារ៉ាតូញ៉ាំមីនឹងតបមកអានេះដល់វិញ្ញាសាទី3គេហៅតៃចិនស៊ូរបស់សាគូរ៉ាហ្នឹងវិញ្ញាសានេះដែរគេតម្រូវឲ្យយើងគប់កងចាក់របស់លោកគ្រូកាកាស៊ីហ្នឹងធ្វើម៉េចឲ្យចំរូបភាពមូលជាមួយដើមឈើរូបដើមឈើជាមួយនឹងរូបប្របាក់ហាដឹងរូបអីដែលអ្នកនរគ្នាមើលតាមហ្នឹងទៅធ្វើម៉េចយើងគប់ឲ្យត្រូវគប់វិញ្ញាសាទី1នេះវាស្រួលគប់ធ្វើម៉េចគប់ទាំងអស់ហ្នឹងដោយសារតែបោកដើមឈើហ្នឹងបោក50បន្ទុកហើយទៅបោកនឹងមូលដែលមើលតាមវីដេអូហ្នឹងទៅអាហ្នឹងគេបោក100យើងឈ្នះពីមកដំណាក់កាលទៅមកដំណាក់កាលទៅមានន័យថាគេដាក់លបឿននៃការយើងគប់ហ្នឹងវារៀងលឿនជាងមុនដូច្នេះយើងរៀងប្រយ័ត្នតិចហើយទៅធ្វើម៉េចដៃលឿនភ្នែករហ័សហើយទៅគប់លឿនអាហ្នឹងដូចយើងប្រឡងបាក់ដប់អញ្ចឹងដែរពេលយើងលឿនរហ័សហ្នឹងយើងទទួលបានជោគជ័យហើយទៅមើលវិញ្ញាសាដែលគេតម្រូវឲ្យដែរដូចសញ្ញាស្លឹកអីមានកងយីនយ៉ាងចំកណ្ដាលហ្នឹងយើងកុំគប់កាលណាគប់ទៅគេដកវិនាទីយើងរហូតដល់5វិនាទីអញ្ចឹងគប់មួយស្លឹកដល់5វិនាទីអញ្ចឹងវាអាចធ្វើឲ្យយើង fail នៅក្នុងការគប់បន្តបន្ទាប់ពូវិញ្ញាសាចុងក្រោយនេះតើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះវិញ្ញាសាតៃចិនស៊ូនេះការគប់ហ្នឹងខ្ញុំក៏គិតថាវានៅតែស្រួលជាងវិញ្ញាសាទី1ដែលមើលរូបភាពខាងឆ្វេងខុសពីខាងស្ដាំតែខ្ញុំមើលទៅចង់បែកគ្នាយំមិញអញ្ចឹងទៅខ្ញុំគិតថាវិញ្ញាសានេះវាអាចស្រួលជាងវិញ្ញាសាទី1ហើយបន្តបន្ទាប់នេះវាវិញ្ញាសារបស់យើងគប់ទៅវាអត់ស្រួលដូចមុនទេវារៀងតឹងដែរវាដាក់រូបហ្នឹងគប់ធ្វើម៉េចឲ្យគប់2ដងឲ្យបែកឈៀលរបស់វាហើយបាននៅខ្លួនរបស់វាទៀតអញ្ចឹងធ្វើម៉េចគប់ឲ្យលឿនមែនតើហើយគប់ឲ្យត្រូវអញ្ចឹងបើនេះទេយើងគប់អត់តាន់វាទេអញ្ចឹងបន្ទុកយើងវាអាចទៅតាមនឹងដែរដោយយើងប្រឡងអញ្ចឹងបើសិនជាយើងធ្វើអស់បានល្អធ្វើបានតិចបន្ទុកលោកគ្រូក៏ឲ្យទៅតាមនឹងដែរវិញ្ញាសានេះក៏ដូចគ្នាដែរធ្វើម៉េចយើងគប់ឲ្យត្រូវហើយគប់ឲ្យលឿនហើយទៅធ្វើម៉េចប្របាយសៀលវិញ្ញាសាពីវិញ្ញាសាមួយទៅវិញ្ញាសាដំណាក់កាលមួយទៅដំណាក់កាលមួយវារៀងពិបាកមែនតើអញ្ចឹងទេបើយើងអត់ប្រឹងប្រែងទេក៏យើងអត់ទទួលជោគជ័យដែរអានេះគេដាក់វិញ្ញាសាក៏ដូចជា event នេះមកដើម្បីបង្កើននៅប្រាជ្ញាស្មារតីធ្វើឲ្យដៃយើងរហ័សផងដែរអញ្ចឹងមិនធម្មតាណាហើយវិញ្ញាសាបន្ទាប់គឺចេញនៅថ្ងៃទី9ខែ5ដំណាក់កាលបន្ទាប់ណា